ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំចង់ប្រាប់ថាបើមានឱកាសហូបឲ្យហើយទៅប្រយ័ត្នទៅថាអនាគតទៅមករស់នៅស្រុកឆ្ងាយមិនថាស្រុកបរទេសឬក៏កន្លែងណាដែលពិបាកក្នុងការរកហូបគឺវេទនាព្រោះមានលក់ហើយក៏ថ្លៃហើយបើជួនកាលវាអត់ទាំងមានលក់ទៀតខ្ញុំមកនិយាយក្នុងវីដេអូនេះគឺថាណែមានលុយហើយក៏មិនប្រកាសថាទិញបានរបស់ល្អយកមកហូបដែរកាលព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍នោះក៏បងអូនថ្លៃហៅឲ្យទៅហូបអីជុំគ្នានៅស្រុកគាត់ភូមិគាត់មិនសូវឆ្ងាយប្រហែលទេណែព្រោះគាត់ទិញផ្ទះថ្មីទៅបានតែមើលផ្ទះគាត់ចុះហើយក៏ទៅផ្សារនោះទៅគឺមានផ្សារថៃក៏ធំផ្សារចិនក៏ធំខ្ញុំចូលទៅក្នុងផ្សារចិនក៏បានឃើញត្រីកន្ទុយក្រហមឃើញគេដាក់អង់គ្លេសថាត្រីកន្ទុយក្រហមនឹងឯងតែនាំចូលមកពីវៀតណាមបានទិញអុយក្នុងផ្សារសៀមទេពីព្រោះដោយសារគេលក់ថ្លៃសាហាវណាស់គេអាំងគេមានតែគេនោះណាផ្សារគេឡើងធំដែរនៅនឹងលីតចឹងហើយក៏បានទិញទេគឺខ្ញុំភាគច្រើនខ្ញុំព្យាយាមថាមិនទិញអុយពីផ្សារថៃទេក៏ដើរចូលក្នុងផ្សារចិនក៏ឃើញគេលក់ត្រីនេះឯងគេដាក់ red tail fish ចឹងទៅក៏ទិញយកមកហើយគេដាក់តែត្រីចិញ្ចឹមទេក្រុមហ៊ុនរបស់គឹមសុកនោះដឹងយ៉ាងណាទេថិតចំណាប់ដតាតែថ្លៃខ្លាំងណាស់4ក្បាលនេះគឺថា60000ហើយមិនធូរទេប៉ុន្តែដឹងធ្វើម៉េចអ្នកឃើញថាទិញយកមកសាក់លបងហូបទៅបើឆ្ងាញ់ទិញមានឱកាសក៏ទិញហូបទៀតបើថាអត់ក៏ទិញតែប៉ុណ្ណេះហើយរៀបចំបន្លែទុកក្រាន់សឡមកជូរចិត្តវាទុកឲ្យដាក់ក្នុងទូកក់ពីព្រោះណែឥឡូវដែលខ្ញុំថាកម្រងធ្វើហូបនោះគឺខ្ញុំហូបជៀនទេមានតាំងត្រាប់និងឃ្លុកទៅថ្ងៃមុននឹងឯងហើយគេថាចង់ថ្លឹងឲ្យដឹងទងន់មុននឹងណែយកវាមកអង្កន់ជៀនអញ្ចឹងណាដល់ពេលថ្លឹងទៅឃើញគេដាក់2ខាំជាងដែរក្នុងមួយក្បាលហ្នឹងប៉ុន្តែគាត់ថាបើនិយាយពីរឿងថ្លៃមិនអស់វាអស់ពេលនិយាយណាហើយខ្ញុំនឹងយកត្រីមកកាប់ក៏ផ្លេចគិតថាខ្ញុំយកជ្រុញដែលគេទុកហាន់បន្លែយកត្រីមកកាត់មានរឿងទៀតដែរខ្ញុំសែតដៃភ្លឹងជើងមើលខ្ញុំរស់នៅស្រុកនេះណាខ្ញុំកំតិចជ្រុញស្រុកនេះអស់ពីជ្រុញនៅស្រុកនេះមិនថាទិញថ្លៃល្អប៉ុណ្ណាទេគឺរឿងផុយដោយសារដើមឈើហើយខ្ញុំក៏នឹកឃើញថាយីខ្លួនឯងទិញជ្រុញមកពីខ្មែរហើយក៏មិនព្រមយកមកប្រើប្រាស់តែណាកាប់ធ្លុះជ្រុញទៅបាននឹកឃើញយកមកថាចាឯងហៅដៃភ្លឹងជើងមើលណាអង់គ្លេសគេដាក់ថាកតុយក្រហមនេះមិនដឹងទឹកហៅឡើងមិនទេមើលទៅខ្លាញ់ឡើងតែមែនតើអានត្រីនេះហើយគេដាក់ថាត្រីចិញ្ចឹមវាមិនជាអាចតែធម្មជាតិអីទេប៉ុន្តែគាត់ថាកម្របានឃើញគេលក់ឲ្យថ្លៃក៏ទិញដែរខ្ញុំនោះខ្វះក៏ចង់ហូបតែបើនិយាយពីរឿងឆ្អឹងបាច់ឆ្អឹងមកកណោហើយកន់ចេះហើយក៏នៅតែពេលជៀនយកមកហូបក៏សុទ្ធតែឆ្អឹងប៉ុន្តែដឹងទៅមិនអ្នកឃើញថាធ្វើផងលញឹមផងក្លៀនផងលេបទៅមើលចង់ហូបខានហូបយូរហើយបានមកនៅចេះបានដឹងខ្លួនថាអូកាលនៅខ្មែរហ្នឹងធ្វើឯងណាចង់ហូបសាច់ចង់ហូបអីដល់ពេលមកណាខ្ញុំនឹកឃើញចង់ហូបសាច់ទេចង់ហូបតែត្រីជាពិសេសត្រីទន្លេមកពីអាស៊ីខ្ញុំអត់ដែរចង់ហូបត្រីនៅស្រុកនេះសោះមិនដឹងមិនខ្ញុំត្រីសមុទ្រក្តៅអីក្តៅខ្ញុំអត់ចង់ហូបសោះតិចសាល់មុនសាល់អីថាខ្ញុំរំភើបអត់តែម្ដងហើយនិយាយរួមសាល់មុនសាល់អីហ្នឹងគឺសូម្បីតែនៅខ្មែរខ្ញុំមិននឹកឃើញចង់ហូបដែរប្រហែលជាដោយសារកត្តាជីវភាពយើងអ្នកស្រុកស្រែជនបទមិនសូវមានលុយកាក់ហូបតំបិលប្រហុកក៏ត្រីល្អិតត្រីអុយណែឯងក៏ដល់ពេលនេះហើយក៏មានដែរតែចង់ត្រីសាល់មុនអីមកនេះខ្ញុំកម្រទិញហូបណាអាត្រីចុះឲ្យអាថ្លៃឲ្យនោះវាមិនឆ្ងាញ់ផងណាផ្លេចរៀបរាប់ថាខ្ញុំលាងចក្រានឲ្យស្អាតជូតឲ្យស្រស់ឲ្យបើកភ្លើងឲ្យក្តៅបន្ទាប់មកក៏អាំងមានកន្លែងអាំងចេះឯងខ្ញុំកំចោងមួយខ្ញុំអាំងនឹងភ្លើងអគ្គិសនីចេញពីអាគូតចក្រាននេះតែម្ដងអាំងហើយក៏យកមកបុកនឹងឯងបុកមានដាក់ឲ្យច្រើនទេគ្រឿងមានប៉ុណ្ណាខ្ទឹមមកកពឹសទៅម្ទេសកំហមមួយទៅក៏អានោះទុកស្ល2ហើយយក2នោះមកអាំងមកព្រោះត្រប់ណែនៅនេះថ្លៃនោះវើយត្រប់ក្តោបគោអុយនេះបើអាត្រប់ស្រួយរបស់យើងវារត់ទៅថ្លៃខ្លាំងមែនតើអូនចេះឆ្ងាញ់ណាខ្ញុំចង់ណែនាំអ្នកណាចង់បុកដូចខ្ញុំចេះដាក់ក្រូចឲ្យក្រាស់ទៅច្រើនមកជារៀងអ្នកទាំងអស់ក្រូចធំផងហើយប្រើតែក្រូចប្រើតែទឹកត្រីដែលទិញមិត្តភក្តិគេទិញយកមកពីខ្មែរបាន2ដបហ្នឹងក៏ដាក់ទៅមានបាក់ថែមអីទេគឺក្រូចហើយនឹងទឹកត្រីនោះក៏ល្មមហើយវាពីចំហាយឈ្ងុយចង់ជាប់សក់ក្បាលបន្ទាប់មកក៏ខ្ទះក្តៅហើយប្រើណាខ្លាញ់ទាទេព្រោះអត់បានទិញប្រេងឆាមកក៏ប្រើខ្លាញ់ទាដែលទិញមកប្រអប់ហ្នឹងយកវាដាក់ឲ្យលាយទៅក៏ក្តៅក៏ជៀនតែមើលណែខ្ញុំធ្វើអីក៏ល្អដែរខ្ញុំជៀនឡើងខ្លោចប៉ុន្តែខ្លោចនេះខ្លោចហូបកើតមិនបានថាខ្លោចហូបមិនកើតទេខ្ញុំផាច់ទុកខ្ទះក្តៅពេកឬក៏ខ្ញុំប្រឡាក់ដោយបានដាក់ស្ករទេខ្ញុំភាគច្រើនប្រឡាក់អីក៏ដាក់សូវដាក់ស្ករដែរបែរជាហ្នឹងឯងខ្ទះក្តៅពេកក៏យូរក្របប្រែក៏មានអុយឡើងពណ៌កាហ្វេនិយាយចុះឡើងទៅក៏ឆ្អិននឹងឯងដល់ហើយថ្លឹងឈ្ងុយពេញផ្ទះបាយខ្ញុំ1.4 ម៉ែត្រជ្រុងហ្នឹងបើសិនជាជៀនប្រហុកឆាប្រហុកវិញគឺថាឈ្ងុយជាប់សក់ក្បាលដោយសារពីបន្ទោះបាយតូចខ្ញុំអត់មានប្រដាប់បឺតខ្យល់ទេហើយខ្ញុំមានបាយកកបន្តិចនឹងឯងហូបប៉ុណ្ណេះម្នាក់ឯងមិនឆ្អែតទេបើឃ្លានយ៉ាងនេះប៉ុន្តែគាត់ថាឡើយហូបប៉ុណ្ណេះសិនចាំល្ងាចហូបជុំគ្នាបើសិនជានិយាយពីរសជាតិគឺថាឆ្ងាញ់តែម្ដងដោយគេតែងនិយាយថាឲ្យអ៊ូយណាក្នុងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះឯណាអរគុណច្រើនអ្នកនរគ្នាដែលចូលមកទស្សនាហើយនឹងមួយទៀតមកហូបបាយជាមួយខ្ញុំ